ព្រោះតួរបស់ឡានគឺធ្វើពីលោហៈដែលអាចចម្លងចរន្តទោះត្រូវរន្ទះបាញ់ចំក៏ចរន្តដែលបាញ់មកអាចឆ្លងកាត់ស្រូបទៅក្នុងដីហើយរលាយបាត់យ៉ាងរហ័សមិនអាចបង្កគ្រោះថ្នាក់ទេដូច្នេះអ្នកដែលអង្គុយក្នុងឡាននឹងមិនមានគ្រោះថ្នាក់ឡើយចុះផ្ទះរបស់យើងនៅវិញអាចចម្លងចរន្តដូចឡានដែរទេមិថុនានឹកដល់សប្ដងពេលភ្លៀងខ្លួនជ្រកនៅក្នុងផ្ទះយ៉ាងមានសុវត្ថិភាពនោះផ្ទះរបស់យើងមិនអាចចម្លងចរន្តទេតែនៅលើដំបូលផ្ទះយើងក៏មានដំឡើងអង្តែនការពាររន្ទះដែលវាអាចនាំចរន្តភ្លើងចូលទៅក្នុងដីវិញដូច្នេះហើយផ្ទះក៏ជាទីកន្លែងសុវត្ថិភាពមួយកន្លែងដូចគ្នាទីបំផុតពួកគេទាំងពីរនាក់ឪពុកកូនក៏រត់មកដល់កន្លែងចតឡាននៅលើថ្នល់មិថុនាឡើងមកដល់លើឡានភ្លាមក៏ទាញទូរស័ព្ទទៅរកម្ដាយផ្លែតប៉ុន្តែទេយ៉ាងម៉េចក៏ទេមិនចូលសោះនៅក្នុងឡានអត់សេវាខ្ញុំចេញក្រៅទូរស័ព្ទរឹកម៉ាក់មួយផ្លែតសិនប៉ាមិថុនាកាន់ទូរស័ព្ទបម្រុងនឹងចុះពីលើឡានទៅហើយលោកប៉ាក៏ចាប់ទាញដៃរបស់នាងជាប់ពេលកំពុងភ្លៀងពេលកំពុងតែមានផ្គររន្ទះកូនមិនគួរប្រើទូរស័ព្ទឬឧបករណ៍អគ្គិសនីទេវាគ្រោះថ្នាក់ណាស់ខ្ញុំទើបតែដឹងថាពេលមានភ្លៀងក៏មានរឿងគ្រោះថ្នាក់ច្រើនយ៉ាងនេះមិថុនាភ័យខ្លាចមិនបាច់ខ្លាចទេកូនឲ្យតែកូនចាំសម្ដីរបស់ប៉ានឹងលែងឲ្យហើយទី1កុំជ្រកភ្លៀងនៅក្រោមដើមឈើធំនៅទីវាលដែលខ្ពស់និងកន្លែងដែលមានទឹកដក់ធំឬនៅមាត់ទន្លេកាន់តែគ្រោះថ្នាក់ត្រូវចូលទៅក្នុងផ្ទះបិទទ្វារបង្អួចកុំប៉ះពាល់របស់ដែលមានជាតិលោហៈនិងប្រភពចរន្តអគ្គិសនីទាំងឡាយកុំជ្រកភ្លៀងនៅក្រោមដើមឈើធំកុំនៅលើទីទួលដែលខ្ពស់កុំនៅក្បែរបង្គោលភ្លើងពេលមានផ្គររន្ទះនៅក្នុងថ្ងៃដែលមានភ្លៀងផ្គរតើយើងគួរប្រយ័ត្នពីសុវត្ថិភាពអ្វីខ្លះចូលមើលរូបភាពខាងក្រោមតើក្មេងក្នុងរូបមួយណាដែលបានធ្វើត្រឹមត្រូវក្នុងការថែរក្សាសុវត្ថិភាពនៅពេលមានផ្គររន្ទះបើគាត់ធ្វើត្រូវចូលគូសសញ្ញាមុខសញ្ញាញឹមឲ្យគាត់បើគាត់ធ្វើខុសចូលគូសសញ្ញាយំឲ្យគាត់មួយផង